អ្នកមីងនេះជាលុយថ្លៃរូបផ្ទះមីង80,000ទុកឲ្យស្រួលទៅអរគុណមេភូមិមីងលីមានលុយច្រើនយ៉ាងនេះគិតយកទៅធ្វើអីខ្លះមេភូមិខ្ញុំមានកូនប្រុសបង្កើត2នាក់និងកូនស្រីចិញ្ចឹមម្នាក់កូនស្រីចិញ្ចឹមរៀបការហើយលុយនេះខ្ញុំអត់ចែកឲ្យនាងទេខ្ញុំគិតយកលុយទាំងនេះចែកឲ្យកូនប្រុសខ្ញុំទាំង2នាក់ស្មើគ្នាមីងលីកុំថាខ្ញុំចេះដឹងអីខ្ញុំមានអារម្មណ៍ថាកូនប្រុសមីងទាំងពីរចង់បានលុយលក់ផ្ទះនេះមិនមែនកតញ្ញូចំពោះមីងទេមិនចឹងមីងអាចដកពិសោធន៍មើលបានដកពិសោធន៍យ៉ាងម៉េចទៅកូនប្រុសកូនប្រសាហើយយ៉ាម៉ាមិនក៏មកទីនេះម៉ាម៉ាពេចក៏មកមកឲ្យបានខ្ញុំមកតើអង្គុយសិនទៅអង្គុយទៅម៉ាក់ម៉ាក់មករកពួកខ្ញុំមានការអីដែរទៅកូនប្រុសផ្ទះចាស់យើងជ្រាបទឹកខ្លាំងណាស់ម៉ាក់មិនអាចនៅបានទេម៉ាក់ចង់មកនៅជាមួយឯងមួយរយៈឯងថាតើបានដែរទេចង់នៅផ្ទះខ្ញុំមែននេះក្លិនស្អីគេស្អុយណាស់ម៉ាក់មើលចុះខ្ញុំនឹងប្រពន្ធរបស់ខ្ញុំត្រូវតែធ្វើការរាល់ថ្ងៃគ្មានពេលមើលថែម៉ាក់ទេមិនអីទេម៉ាក់អាចមើលថែខ្លួនឯងបានម៉ាក់ខ្ញុំហើយនឹងប្រពន្ធរបស់ខ្ញុំទើបតែរៀបការរួចទេវាមិនងាយស្រួលទេម៉ាក់ទៅនៅជាមួយនឹងប្អូនទី2ទៅប្អូនទី2ងាយស្រួលជាងទៅម៉ាក់ខ្ញុំជូនទៅទៅនៅជាមួយប្អូនទី2ទៅកាន់កបោកឲ្យស្រួលម៉ាក់ទៅបាយបាយម៉ាក់បាយនេះក្នុងផ្ទះនេះអ្នកណាអ្នកសម្រេចបងគ្មានដឹងស្អីតតែសោះគឺអូនជាអ្នកសម្រាប់ទៅឆាប់ទៅលាងផ្លែឈើទៅបាន ម៉ាក់មិនក៏មកទីនេះកូនប្រុសនៅផ្ទះចាស់យើងជ្រាបទឹកខ្លាំងណាស់ម៉ាក់មិនអាចស្នាក់នៅទីនោះបានទេម៉ាក់ចង់មករស់នៅជាមួយឯងមួយរយៈឯងថាតើងាយស្រួលដែរទេឈប់សិនម៉ាក់មើលទៅផ្ទះខ្ញុំទៅផ្ទះខ្ញុំក៏តូចបន្ទប់ក៏តូចគ្មានកន្លែងឲ្យម៉ាក់ស្នាក់នៅទេហើយម្យ៉ាងមួយទៀតនេះស្អែកនេះម្ដាយក្មេកខ្ញុំក៏រើមកនៅហើយអញ្ចឹងទៅម៉ាក់ទៅវិញសិនទៅចាំខ្ញុំពិភាក្សាជាមួយប្រពន្ធខ្ញុំហើយខ្ញុំនឹងផ្ដល់ដំណឹងទៅម៉ាក់វិញម៉ាក់ទៅសិនទៅម៉ាក់ទៅវិញសិនទៅម៉ាក់ចាំខ្ញុំផ្ដល់ដំណឹងទៅម៉ាក់យករបស់ទាំងអស់នេះទៅវិញសិនទៅណាទៅឆាប់ទៅ
ក៏មកបានមកឆាប់ចូលមកកូនស្រីមកធ្វើដំណើរពេញមួយថ្ងៃហើយខោអាវលើខ្លួនទាំងប្រឡាក់ទាំងស្អុយមកខ្លាញ់ម៉ាមានកូនស្រីឯណាប្រកាន់ម្ដាយខ្លួនឯងនោះមកឆាប់ចូលមកតាមស្រួលប្រចាំបន្ទិញម៉ាខ្ញុំនឹកម៉ាស្ទ័រស្លាប់ទៅហើយមកអង្គុយតាពីសប្បាយហើយឬណាធីងអាផ្ទះចាស់យើងជ្រាបតឹងជ្រាបខ្លាំងណាស់មិនអាចនៅបានទេចិត្តបាក់បែកហើយម៉ាក់ចង់មកស្នាក់នៅជាមួយឯងមួយរយៈឯងថាបានដែរទេម៉ាក់ចង់នៅយូរប៉ុណ្ណានៅយូរប៉ុណ្ណឹងចុះធីងអាអើយម៉ាក់និយាយបែបណាផ្ទះបងប្រុសឯងទាំងពីរម៉ាក់ទៅរួចហើយតែពួកគេមិនទទួលម៉ាក់ទេថែមទាំងបណ្ដេញម៉ាក់ចេញទៀតសំណាងដែលនៅមានឯងម៉ាក់ពិតជាមិនបានចិញ្ចឹមឯងចោលទេម៉ាក់និយាយអីហ្នឹងបើបងប្រុសទាំងពីរមិនចិញ្ចឹមម៉ាក់ថ្ងៃក្រោយឲ្យខ្ញុំចិញ្ចឹមម៉ាក់ចុះផ្ទះនេះពេលខ្ញុំទៅទិញដំបងសំបីបន្ទុំក៏ខ្ញុំត្រៀមទុកឲ្យម៉ាក់មួយដែរកាលនោះម៉ាក់បានរើខ្ញុំពីក្នុងព្រិលមកចិញ្ចឹមឲ្យខ្ញុំបានកក់ក្ដៅម៉ាក់បញ្ចុកបាយទឹកខ្ញុំម៉ាក់ចិញ្ចឹមពួកខ្ញុំទាំងបីអ្នករហូតដល់ធំមិនមែនជារឿងងាយទេម៉ាក់បើគ្មានម៉ាក់ក៏គ្មានខ្ញុំនៅទីនេះដែរធីងអាអញពិតជាកូនល្អរបស់ម៉ាក់មែនម៉ាក់ចិញ្ចឹមអញមិនខុសទេណែអញបើកកាបូបនេះទៅកាបូបនេះម៉ាក់បានលុយមកពីណាច្រើនម្លេះផ្ទះចាស់យើងម៉ាក់លក់បាន80ម៉ាក់ម៉ាក់ក្រៃខ្ញុំឲ្យម៉ាក់ចាំមែនទេខ្ញុំបានទៅនិយាយជាមួយប្រពន្ធខ្ញុំហើយនាងឮថាម៉ាក់អត់មានកន្លែងនៅនាងក៏មិនឲ្យម៉ាក់ក្មេងឬមកបន្ទប់នេះទេគឺឲ្យម៉ាក់ទៅនៅជាមួយនឹងណាម៉ាក់រៀបចំអីវ៉ាន់ទៅនៅជាមួយនឹងខ្ញុំតោះម៉ាក់ម៉ាក់មុននេះខ្ញុំថាម៉ាក់នៅផ្ទះខ្ញុំគ្មានអ្នកមើលថែពេលនេះល្អហើយខ្ញុំឲ្យប្រពន្ធខ្ញុំលាឈប់ពីការងារដើម្បីមើលថែម៉ាក់តែម្ដងបានហើយម៉ាក់ខ្ញុំម៉ាក់តម៉ាក់តណែឈប់សិនបងប្រុសកុំចង់ប្រើល្បិចអសោះណាកុំស្មានថាខ្ញុំមិនដឹងថាបងកំពុងតែគិតអីហើយកុំមកចង់ដណ្ដើមម៉ាក់ជាមួយនឹងជើងឲ្យសោះពួកយើងគិតអីគ្រប់គ្នាដឹងច្បាស់ហើយថ្ងៃនេះយើងត្រូវតែនាំម៉ាក់ទៅលេងម៉ាក់ត្រូវតែនៅជាមួយខ្ញុំម៉ាក់ទៅជាមួយខ្ញុំម៉ាក់ទៅជាមួយខ្ញុំទៅជាមួយខ្ញុំទៅជាមួយខ្ញុំម៉ាក់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 ត្រូវតែទៅជាមួយខ្ញុំម៉ាក់ទៅជាមួយខ្ញុំអាចាអូយម៉ាក់ម៉ាក់នេះតើអ្នកទាំងពីរចង់ឲ្យម៉ាក់ខឹងស្លាប់មែនទេម៉ាក់ខំលំបាកចិញ្ចឹមអ្នកទាំងពីរដល់ធំឲ្យអ្នកទាំងពីររៀនសូត្រដណ្ដឹងប្រពន្ធឲ្យអ្នកទាំងពីរពេលចាប់ទៅសុបិយកន្លែងស្នាក់នៅក៏គ្មានពេលទៅរកកូនទាំងពីរអ្នកទាំងពីរក៏ដេញគាត់ចេញមកកូនរមឹកកូនចិញ្ចឹមបងបាយសុបិយសັດក៏ចេះកាត់ទញ្ញូនឹងម៉ែឪវាដែរអ្នកទាំងពីរធ្វើបែបនេះសមជាមនុស្សទេខ្ញុំប្រាប់អ្នកទាំងពីរចាប់ពីថ្ងៃនេះតទៅខ្ញុំគ្មានសាច់ញាតិដូចជាអ្នកទាំងពីរទេឯងក៏គ្មានបងប្រុសដូចអ្នកទាំងពីរដែរម៉ាក់ក៏គ្មានកូនប្រុសដូចអ្នកទាំងពីរដែរពីពេលនេះទៅឆាប់ចេញពីផ្ទះរបស់ខ្ញុំទៅឥឡូវនេះឆាប់នាំគ្នាចេញភ្លាមទៅឯងទៅធីងចាអញយកប្រាក់នេះទៅប្រាក់នេះខ្ញុំមិនអាចទទួលយកបានទេធីងអញទទួលទៅទុកថាម៉ាក់ឲ្យឯងចុះម៉ាក់ពេលនេះម៉ាក់អាយុច្រើនហើយមានលុយក្នុងដៃទឹកចិត្តបានស្ងប់ម៉ាក់នៅជាមួយខ្ញុំដែលស្ងប់ចិត្តចុះថ្ងៃក្រោយឲ្យតែកូនជាអ្នកចិញ្ចឹមម៉ាក់កូនបានសុខ
គ្រប់កូនប្រុសស្រីគួរយល់ចិត្តម្ដាយដែលគិត